បានសូមបងប្អូនសួស្តីបងប្អូនកាលពីប្រហែលថ្ងៃមុននេះមានព័ត៌មានទាក់ទងទៅនឹងជួនខែលខូចជាភាសាក្នុងប្រទេសអូស្ត្រាលីនឹងក្នុងករណីយើងចតឡានយើងបានប្រុងប្រយ័ត្នបានមើលផ្លាកសញ្ញាឬក៏ហួសចំនួនម៉ោងកំណត់អីគេមានលិខិតមួយដែលគេហៅថាផាកពិន័យប៉ុន្តែរឿងដែលហួសចិត្តគឺមានជួនខែលខូចគាត់បានដាក់សម្បត្តិនៅលើឡានហើយមាន barcode អីត្រឹមត្រូវដើម្បី scan បងលុយដូច្នេះបងប្អូនខ្ញុំបារម្ភខ្លាចបងប្អូនអាចចាញ់បោកជួនខែលខូចក្នុងករណីដែលយើងអត់ដឹងអត់ច្បាស់ជាពិសេសអ្នកដែលរៀនបើកបរឡានដំបូងក៏អត់សូវដឹងច្បាស់អីអាចប្រយ័ត្នប្រយែងពីព្រោះមានករណីហ្នឹងគឺកើតឡើងហើយនៅខាង Frankston ខាង console ខាងហ្នឹងហើយគេបានប្រកាសជាសាធារណៈថ្ងៃនេះសារព័ត៌មានក៏បានផ្សព្វផ្សាយដែរឲ្យមានការប្រុងប្រយ័ត្នព្រោះមានជួនខែលខូចបន្លំដាក់ចេញសម្បត្តិលើឡានហើយមាន barcode ដើម្បីយើង scan បងលុយមានថ្ងៃហួសកំណត់បងលុយឲ្យត្រឹមត្រូវមើលទៅគឺស្តៀងទៅនឹងការពិន័យរបស់អាជ្ញាធរអញ្ចឹងដូច្នេះបើសិនបងប្អូនទទួលបានសម្បត្តិអីព្យាយាមរកខុសរកត្រូវបើថាតើអ្វីដែលយើងធ្វើនឹងគឺត្រឹមត្រូវជៀសវាងការបន្លំដូចជាករណីដែលខ្ញុំបានលើកឡើងអញ្ចឹងហើយខ្ញុំឃើញគេផ្សព្វផ្សាយនៅក្នុងក្រុមឬ Facebook ខ្ញុំក៏មិនសូវច្បាស់ដែរពេលថ្ងៃនេះសារព័ត៌មានគេផ្សព្វផ្សាយបន្ថែមមកខ្ញុំអាចយកជាការបានថាព័ត៌មាននេះគឺជាការដែលពេលគេផ្សាយគឺជាការពិតដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នតាក់ទងទៅនឹងគេពិន័យឡាននៅកន្លែងយើងចតជួនកាលលើសម៉ោងជួនកាលខុសទីតាំងក៏ដល់ចតឬក៏អាចពិន័យនឹងបញ្ហាអីផ្សេងជាពិសេសពេលឃើញសម្បត្តិអីយើងបានចាប់អារម្មណ៍ scan ឲ្យបងលុយដូច្នេះលុយនឹងគឺចូលទៅជួនខែលខូចទេអត់បានចូលទៅខាងអាជ្ញាធរដែលជាការងារដែលគេធ្វើត្រឹមត្រូវតាមផ្លូវច្បាប់នោះទេបងប្អូនជួយ share ទៅហើយចែករំលែកដល់បងប្អូនដែលរស់នៅជាពិសេសតំបន់យើងនឹងគឺខ្មែរច្រើនខ្លាចកើតរងគ្រោះដោយសារបញ្ហាអស់ទាំងនេះអរគុណច្រើនជួបគ្នាវីដេអូ